បាទសួស្តីបងប្អូនវីដេអូនេះគឺបង្ហាញបន្តទៅលើការវីដេអូមុនដែលខ្ញុំបានបង្រៀនបងប្អូនតាក់ទងទៅនឹង font អញ្ចឹងការវីដេអូមុនខ្ញុំបានបង្ហាញទៅលើមុខងារគ្រប់ជាមួយនឹងខាង font ហើយនៅត្រឹម paragraph ដែលនៅក្នុង home នេះអញ្ចឹងក្នុង home នេះខ្ញុំបានបង្ហាញមុខងារទាំងពីររួចរាល់ហើយអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញបន្តមកកន្លែងពាក្យថា paragraph អញ្ចឹងបងប្អូនចង់ដឹងថាតើក្នុង paragraph នេះយើងប្រើប្រាស់ទៅលើចំណុចអ្វីខ្លះអញ្ចឹងចំណុចដែលយើងត្រូវសិក្សាគឺទី1ទៅលើមុខងារនេះគឺគេហៅថា bullet យើងប្រើប្រាស់សម្រាប់សម្គាល់ឬក៏ចំណុចណាមួយដែលយើងគិតថាវាចាំបាច់ឬក៏ចង់បង្ហាញថាវាមានសារៈសំខាន់បំផុតអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្ហាញអញ្ចឹងខ្ញុំចូលទៅកន្លែងចុចដែលមានខាងក្រោមនេះតិចទៅបន្ទាប់មកខ្ញុំរើសយកពាក្យសញ្ញាព្រួញបន្ទាប់មកខ្ញុំវាយអក្សរអីមួយឧទាហរណ៍ថានេះជាសំខាន់ជាឯកសារសំខាន់សម្រាប់សម្គាល់អញ្ចឹងខ្ញុំចង់បានអានឹងមួយបន្ទាប់មកទៀតខ្ញុំ enter ហើយខ្ញុំយកមួយទៀតផ្សេងទៀតខ្ញុំចង់យកសញ្ញាព្រួយបែបនេះវិញក៏ប៉ុន្តែដោយសារតែវាជាប់គ្នាអញ្ចឹងយើងត្រូវលុបចោលសិនលុបចោលមួយយើងចូលភាសាទៀតយើងយកសញ្ញាព្រួយបងប្អូនវាយអត្ថបទដែលបងប្អូនគិតថាវាចាំបាច់បន្តមកទៀតបងប្អូនចង់រើសផ្សេងទៀតដើម្បីរើសផ្សេងទៀតបានបងប្អូនត្រូវលុបអានេះចោលសិនដើម្បីលុបបានបងប្អូនចូលមកគ្រាន់តែប៉ក់លើវានេះមកគឺវាបាត់ហើយអញ្ចឹងបងប្អូនចូលទៅកំណត់យកអីផ្សេងទៀតមកគឺសញ្ញាគ្រីសហ្នឹងទៅចឹងបងប្អូនអាចបាយបន្តទៀតបានអត្ថបទហ្នឹងទៅហើយខ្ញុំលុបចោលវិញហើយកន្លែងលេខ1លេខ2លេខ3ចុងក្រោមនេះគឺមានឈ្មោះថា numbering អញ្ចឹងយើងប្រើប្រាស់ដូចគ្នាអត់ខុសគ្នាទេឧទាហរណ៍ខ្ញុំចង់យកលេខពីលេខ1លេខ3ឧទាហរណ៍ខ្ញុំយកអញ្ចឹងទៅហើយខ្ញុំវាយអត្ថបទបន្ទាប់មកខ្ញុំ enter គឺលេខ2ខ្ញុំវាយទៀតហើយខ្ញុំ enter លេខ3ខ្ញុំវាយទៀតខ្ញុំ enter លេខ4រហូតដល់ผมគិតថាលែងចង់បានអញ្ចឹងខ្ញុំចង់លុបលេខ5ចឹងខ្ញុំចូលទៅចុចកន្លែងហ្នឹងមួយពឹកមកគឺបាត់ហើយហើយខ្ញុំចង់រើសលេខក្រៅពីហ្នឹងខ្ញុំយកABC អញ្ចឹងខ្ញុំចុចអក្សរខ្ញុំ include ហើយកន្លែងនេះក៏ដូចគ្នាដែរបងប្អូនមុខងារខុសគ្នាទេមុខងារប្រើប្រាស់គឺស្តៀងគ្នាហើយចំពោះដែលមានសញ្ញាព្រួញចេញមកខាងឆ្វេងជាមួយនឹងសញ្ញាព្រួញចេញទៅខាងស្ដាំគឺមានន័យថាចង់ឲ្យអត្ថបទឬក៏អក្សរនេះមកខាងស្ដាំដៃឬក៏មកខាងឆ្វេងទៅតាមនេះអញ្ចឹងឧទាហរណ៍ខ្ញុំចង់ឲ្យអក្សរនេះមកខាងស្ដាំដៃអញ្ចឹងចុចកន្លែងនេះគឺអក្សរខ្ញុំកាលទៅម្ដងបន្តិចរហូតទៅដល់កូនហៅที่ចង់ដាក់អញ្ចឹងខ្ញុំចង់ឲ្យមកទីតាំងដើមវិញខ្ញុំចុចខាងសញ្ញាព្រួយមកខាងឆ្វេងដៃអូខេអញ្ចឹងមកដូចទំហំដើមវិញហើយអញ្ចឹងខាងក្រោមនេះតើយើងចង់ប្រើប្រាស់សម្រាប់អីកន្លែងនេះគឺយើងប្រើប្រាស់សម្រាប់សុទ្ធមានន័យថាយើងប្រើប្រាស់សម្រាប់ sort ទៅលើតារាងប៉ុន្តែនេះយើងអត់ដល់ការប្រើប្រាស់តារាងអញ្ចឹងយើងមិនចាំបាច់ប្រើ sort ទេយើងគ្រាន់តែដឹងថាហ្នឹងគឺប្រើសម្រាប់ sort ហើយអានេះគឺយើងប្រើប្រាស់សម្រាប់ដាក់មកកថាខណ្ឌគឺមានទាំងអស់បើសិនជាយើងតែនេះគឺគ្រប់ស្ថាខណ្ឌគឺមានសញ្ញានេះទាំងអស់ទៅខ្ញុំបោះចោលវិញហើយមុខងារខាងក្រោមនេះគឺយើងប្រើប្រាស់ទី1មានឈ្មោះថា array live មានន័យថាយើងប្រើប្រាស់សម្រាប់កំណត់នៃកែមអក្សរខាងឆ្វេងដៃឲ្យវាមានភាពស្មើហើយកណ្ដាលនេះយើងប្រើប្រាស់សម្រាប់កំណត់អក្សរកណ្ដាលឲ្យមកអក្សរទាំងអស់មកកណ្ដាលហើយនឹងដែលខាងស្ដាំដៃនេះគឺយើងកំណត់អក្សរខាងស្ដាំដៃមានស្មើហើយនឹងស្មើទាំងឆ្វេងទាំងស្ដាំគឺយើងកំណត់អក្សរទាំងឆ្វេងទាំងស្ដាំឲ្យស្មើគ្នាឧទាហរណ៍ខ្ញុំឧទាហរណ៍បងប្អូនមើលមួយឧទាហរណ៍ថានេះខ្ញុំយកតាមនេះចុះខ្ញុំយកកណ្ដាលគឺអក្សរនេះគឺរត់មកកណ្ដាលដោយសារខ្ញុំដាក់ខុសសើនៅកន្លែងនេះហើយខ្ញុំបានកាត់ចឹងខ្ញុំលុបចោលវិញសិនខ្ញុំសេអីបានដែរតោះខ្ញុំ enter ហើយខ្ញុំ enter មកទៀតអូខេអញ្ចឹងខ្ញុំចង់ឲ្យអក្សរទាំងអស់នេះគឺស្មើនៅខាងនេះអញ្ចឹងខ្ញុំយកខាងនេះគឺខ្ញុំយកអានេះទៅឯងគឺវាទៅតែឯងទេ
ដោយសារតែខ្ញុំអត់បានសរសេរជាប់គ្នាទេគឺខ្ញុំ enter ខ្ញុំសរសេរបានថានេះខ្ញុំ enter ខ្ញុំសរសេរបានថានេះខ្ញុំ enter អញ្ចឹងដើម្បីឲ្យអក្សរទាំង3ហ្នឹងរត់មកខាងទាំងអស់បងប្អូនត្រូវតែ select ទៅលើអត្ថបទដែលបងប្អូនចង់ឲ្យទៅឆ្វេងឬក៏ទៅស្ដាំអញ្ចឹងខ្ញុំយកខាងស្ដាំដៃខ្ញុំយកកណ្ដាលខ្ញុំយកតំណស្មើហើយនឹងឆ្វេងនិងស្ដាំដៃអូខេគឺយើងប្រើប្រាស់សម្រាប់ឲ្យអក្សរនឹងកម្លាតគ្នាបង្រួមឬក៏ពង្រីកអញ្ចឹងខ្ញុំយកកន្លែងហ្នឹងខ្ញុំយកពាក្យ 1.0 ឬក៏ 1.5 ឬក៏ 2.0 តាមចំណង់ចំណូលចិត្តឬក៏តាមបងប្អូនគិតថាប៉ុណ្ណឹងសមរម្យបងប្អូនយកតាមហ្នឹងទៅហើយកន្លែងនេះគឺយើងប្រើប្រាស់សម្រាប់highlight ទៅលើពណ៌អក្សរដូចគ្នាអញ្ចឹងមុខងារនេះនិងមុខងារមួយនេះអត់ខុសគ្នាទេបងប្អូនប៉ុន្តែគាត់ថាមុខងារមួយនេះយើងប្រើប្រាស់យើងមិនចាំបាច់select ទេបើសិនជាបងប្អូនចង់ដាក់យើងគ្រាន់តែចូលមកកន្លែងនេះយើងយកតែប៉ុណ្ណាគឺបានអូតូដោយសារតែខាងលើពីរនេះអត់បានដោយសារតែខ្ញុំសរសេរអក្សរខ្ញុំបញ្ជាក់ចឹងខ្ញុំសរសេរអក្សរខ្ញុំអត់បានភ្ជាប់រហូតទេគឺខ្ញុំ enter នៅពេលដែលខ្ញុំ enter គឺវាដាច់មក enter មួយយើងដាច់មួយប៉ុន្តែបើកាត់តែយើងអត់ enter គឺភ្ជាប់ទាំងអស់ចាំមកខ្ញុំសេតថ្មីខ្ញុំសរសេររហូតឲ្យវាធ្លាក់បន្តខ្លួនឯងបន្តចឹងទៅអញ្ចឹងខ្ញុំសរសេររហូតធ្លាក់បន្តខ្លួនឯងអញ្ចឹងបើសិនជាខ្ញុំយកខុសសិនដល់កន្លែងនេះខ្ញុំចង់រើសពណ៌លឿងនេះអញ្ចឹងគឺជាប់ទាំងអស់មួយទៀតបើសិនជាយើងអត់បានសរសេរភ្ជាប់ទេយើងសរសេរ enter នៅពេលដែលយើង enter ម្ដងគឺនៅពេលយើងដាក់ទៅគឺជាប់តែមួយទេអត់ជាប់ទាំងអស់ទេហើយអញ្ចឹងដើម្បីលុបចេញវិញយើងចូលមកកន្លែងនេះយើងយកពាក្យថា no color គឺបាត់ទៅវិញហើយបន្តមកទៀតយើងចូលមកកន្លែងពាក្យ border នេះអញ្ចឹងគឺការដាក់បន្តទៅលើសូមមុខងារមួយជួរខាងក្រោមនេះគឺអត់ខុសគ្នាទេដោយសារតែបើសិនជាយើងសរសេរអក្សរយើង enter មានន័យថាដាក់ខុសសិននៅកន្លែងណាគឺវាជាប់តែកន្លែងហ្នឹងទេប៉ុន្តែបើសិនជាយើងអត់ enter ទេគឺជាប់ទាំងអស់អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ខ្ញុំសរសេរមិនអត់ enter ទេខ្ញុំវាធ្លាក់ខ្លួនវាអញ្ចឹងខ្ញុំទុកកន្លែងនេះដាក់ cursor នៅកន្លែងនេះខ្ញុំយក border ខ្ញុំយក border and setting បន្តមកទៀតខ្ញុំរើសបន្តមួយដែលខ្ញុំគិតថាស្អាតខ្ញុំយកមួយនេះបន្តទៅរើសពណ៌មួយថាគិតថាពណ៌នេះស្អាតសម្រាប់ខ្ញុំហើយកន្លែងនេះខ្ញុំរើសទំហំថាឲ្យវាធំនេះទៅយក6ទៅបន្តមកទៀតខ្ញុំដាក់កន្លែងនេះបន្តមកទៀតខ្ញុំពាក្យថា OK អញ្ចឹងគឺជាប់នៅកន្លែងនេះចុះខាងលើហេតុអីបានមិនជាប់បងប្អូនអត់ភ្ជាប់បងប្អូន select លើវាដោយសារតែយើងប្រើ enter អញ្ចឹងចូលកន្លែង border ដដែលអញ្ចឹងបងប្អូនអាចរើសបានខ្ញុំយកមួយនេះចុះខ្ញុំយកមកដាក់ទៅមកខ្ញុំអត់រើសពណ៌ទេខ្ញុំចុច OK អញ្ចឹងពេលនោះគឺជាប់ដូចគ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញតែកន្លែងត្រង់paragraphទេអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងបង្ហាញទៅលើ insert ទៅលើ layout ហើយនឹងមុខងារផ្សេងទៀតអញ្ចឹងសម្រាប់វីដេអូនេះគឺបញ្ចប់ត្រឹមតែប៉ុណ្ណឹងសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានចម្ងល់ឬក៏សំណួរអាច comment ឬក៏តាក់ទងមកខ្ញុំផ្ទាល់បានបើសិនជាបងប្អូនពេញចិត្តនៃវីដេអូនេះសូមបងប្អូនចុច like comment share ជាមួយនឹងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីការបង្រៀនរបស់ខ្ញុំបាទជាបន្តបន្ទាប់បាទសូមអរគុណច្រើន